ปีไงกองนาថ្មីបណ្ឌិតសាភៀនគោបាលរួមចិត្តរួនកម្លាំងរួមស្មារតីបម្រើជាតិការពារប្រជាជាតិណាបន្តបន្តគេសង្ឃឹមជាតិយើងឆ្លងកាត់ប្រវត្តិសាស្ត្រជាច្រើនកាលវេលាក្រមលត់ដឹកនាំអ៊ីស្រាអែលចិនឆ្នាំ8នាំស្ថាប័នការរុងរឿងឆ្ពោះទៅមុខជានិច្ចអបអរសាទរបណ្ឌិតសាភៀនគោបាលកម្ពុជាសាមគ្គីកម្លាំងចិត្តរញ្ញាការពារមាតុភូមិសន្តិសុខសន្តិភាពសុខសន្តិភាពជាតិឈរជួរមុខដោយកតិសរនិងសេចក្តីថ្លៃថ្នូរមេទី1ស្ថាបនិកបពិនប្រសពត្រួតត្រាយផ្លូវដោយគំនិតប្រាជ្ញាភិលបង្កើតមុខមាត់ថ្មីនិងមូលដ្ឋានរឹងមាំទុកជាមរតកសម្រាប់ជំនាន់ក្រោយដើម្បីបុព្វហេតុសន្តិសុខជាតិអបអរសាទរបណ្ឌិតសាភៀនគោបាលកម្ពុជាសាមគ្គីកម្លាំងចិត្តបញ្ញាការពារមាតុភូមិសន្តិសុខសន្តិភាពសុខសន្តិភាពជាតិឈរជួរមុខដោយកតិសរនិងសេចក្តីថ្លៃថ្នូរមេទី2មកជាមួយឆន្ទៈមោះមុតមមធ្វើកំណែគម្រោងទាំងផ្នែកត្រឹងនិងផ្នែកទុនឈរលើមូលដ្ឋានស្រាប់ពុពាគ្រប់អបសពលើគុណភាពអប់រំនិងវិន័យឲ្យគួរបង្កើតម៉ូដនិងភាពថ្មីនៃកងកម្លាំងយើងមេទី3ទូទ្រលខុសត្រូវខ្ពងបន្ទសាមគេឈ្មោះមិនឈប់ឈរអភិវឺហេដ្ឋារចនាសម្ព័ន្ធនិងបរិស្ថានបៃតងពង្រឹងធនធានមនុស្សឲ្យរឹងមាំជំរុញស្ថាប័នបីសុខសាយពេលឡើងសូមដឹងគុណថ្នាក់ដឹកនាំគ្រប់ជំនាន់បានលះបង់កម្លាំងកាយចិត្តឥតស្រាកស្រាជំនាន់នេះសន្យាបន្តជីវិតរក្សាកិច្ចនៃស្ថាប័នឲ្យរុងរឿងជានិរន្តរ៍អបអរសាទរគួរកំណើតបណ្ឌិតសាភៀនគោបាលកម្ពុជាសូមឲ្យស្ថានអប់រំរីកចម្រើនជានិច្ចនិរន្តរ៍សន្តិសុខសន្តិភាពសុខសន្តិភាពជាតិកុំបីឃ្លាតឡើយពីបេះដូងកូនខ្មែរគ្រប់រូបបណ្ឌិតសាភៀនគោ